ថ្ងៃនេះខ្ញុំលើកយកប្រធានបទថ្មីមួយទៀតមកចែករំលែកជាចំណេះដឹងគឺជំងឺគ្រុនឈាមនារដូវវស្សាយើងឃើញថាមានជំងឺជាច្រើនដែលឧស្សាហកើតមានជាពិសេសជំងឺដែលមានអ្នកងាយចម្លងរោគនោះគឺពពួកមូសថ្ងៃនេះខ្ញុំលើកយកប្រធានបទមួយគឺជំងឺគ្រុនឈាមមកចែករំលែកជាចំណេះដឹងជំងឺគ្រុនឈាមដែលភាសាបរទេសហៅថា dengue fever ជំងឺគ្រុនឈាមគឺជាជំងឺដែលបង្កឡើងដោយមេរោគពពួក virus ក្រុមពពួក flavivirus ដែលបង្កឡើងដោយពពួកសត្វមូសខ្លាញីគឺ Aedes មេរោគគ្រុនឈាមមាន4ប្រភេទគឺ dengue virus 1 2 3 និង4នាពេលបច្ចុប្បន្ននេះជំងឺគ្រុនឈាមគឺគេសង្កេតឃើញកើតមានទាំងលើកុមារនិងមនុស្សធំរីឯការវិវត្តរបស់ជំងឺនេះគឺមានកម្រិតស្រាលរហូតដល់កម្រិតធ្ងន់ដែលអាចប៉ះពាល់ដល់ជីវិតតាក់ទងទៅនឹងដំណាក់កាលនៃការវិវត្តធម្មតារបស់ជំងឺគ្រុនឈាមគឺឆ្លងកាត់3ដំណាក់កាលគឺទី1ដំណាក់កាលក្តៅគ្រុនក្តៅគេហៅថា febrile phase ដែលដំណាក់កាលនេះគឺឃើញថាមានការក្តៅខ្លួនខ្លាំងស្រួចស្រាវកម្ដៅ39 40មានឈឺឆ្អឹងឈឺឆ្អែងឈឺសាច់ដុំឈឺក្របភ្នែកនិងមានចេញកន្ទួលផ្ដួចក្រហមនៅលើស្បែកមានអាការៈក្អួតចង្អោរមិនសូវហូបអាហារជាដើមដំណាក់កាលទី2គឺដំណាក់កាលសំខាន់គេហៅ critical phase ដែលដំណាក់កាលនេះគឺមានថាជំងឺចាប់ផ្ដើមចុះកម្ដៅហើយគេឃើញថាការវិវត្តនឹងអាចជា2ផ្នែកបើសិនជាប្រភេទគ្រុនឈាមការ dengue classic នោះ dengue classic គឺអ្នកជំងឺនឹងវិវត្តទៅរកភាពធូរស្រាលបើសិនជាដំណាក់កាលគ្រុនឈាមនោះជាប្រភេទគ្រុនឈាមវិវត្តទៅកម្រិតធ្ងន់គេ dengue hemorrhagic គឺមានន័យថាអ្នកជំងឺអាចវិវត្តពីដំណាក់កាលស្រាលរហូតដល់ធ្ងន់រហូតដល់កម្រិតទី3គេហៅ shock គឺក្នុងដំណាក់កាលធ្ងន់នោះគឺសភាពអ្នកជំងឺមានភាពវិវត្តខុសធម្មតារងាមខ្លាំងរវើរវាយជីបចកខ្សោយមានបត់ជើងមកមានឈាមមានតឹងពោះខ្លាំងហត់ឬក៏ថប់ទាំងហក់ពិបាកដកដង្ហើមសម្ពាធឈាមចុះទាបគឺបញ្ជាក់ថាអ្នកជំងឺមានហូរឈាមអញ្ចឹងជាដំណាក់កាលធ្ងន់របស់ជំងឺរីឯដំណាក់កាលទី3នៃការវិវត្តរបស់ជំងឺគ្រុនឈាមគឺដំណាក់កាលជាសះស្បើយគេហៅថា convalescent មានអ្នកជំងឺវិវត្តទៅដល់សភាពមួយធូរស្រាលគឺគាត់វិវត្តមកធម្មតាអញ្ចឹងតកតងទៅនឹងរោគសញ្ញារបស់ជំងឺគ្រុនឈាមគួរឲ្យកត់សម្គាល់មានន័យថាអ្នកជំងឺក្តៅខ្លួនខ្លាំង39 40មិនសូវឆ្លើយតបជាមួយនឹងថ្នាំបញ្ចុះកម្ដៅប្រភេទប៉ារ៉ាអីទេយើងឲ្យទៅចុះបានតិចតួចក្រោយមកក៏ហក់ក្តៅមកវិញហើយឈឺក្បាលឈឺក្របភ្នែកឈឺសន្លាក់ដៃសន្លាក់ជើងឈឺសាច់ដុំមានអាការៈរោគក្អួតចង្អោរមិនសូវហូបអាហារចុកពោះចេញកន្ទួលក្រហមនៅលើស្បែកជាដើមអាការៈនេះពេលខ្លះអាចធ្វើឲ្យយើងនឹងងាយច្រឡំថាជាគ្រុនផ្ដាសាយឬក៏ជំងឺគ្រុនពោះវៀនជាដើមអញ្ចឹងបើសិនជាមានអាការៈក្តៅខ្លួនខ្លាំងឈឺចុកចាប់តាមឆ្អឹងឆ្អែងឈឺសាច់ដុំឈឺក្របភ្នែកមិនសូវហូបអាហារបងប្អូនឬក៏ពុកម្ដាយគួរតែយកអ្នកជំងឺមកជួបនឹងគ្រូពេទ្យជំនាញដើម្បីឲ្យធ្វើការពិនិត្យឲ្យបានត្រឹមត្រូវធ្វើតេស្តឈាមនិងធ្វើការតាមដានព្យាបាលឲ្យបានត្រឹមត្រូវគឺជៀសវាងផ្សំថ្នាំផ្ដេសផ្ដាសព្រោះនៅពេលដែលយើងបានមកជួបនឹងគ្រូពេទ្យជំនាញគឺគាត់នឹងងាយកំណត់រោគវិនិច្ឆ័យនិងបែងចែកជាមួយនឹងជំងឺដទៃព្រោះថាជំងឺគ្រុនឈាមបើយើងព្យាបាលមិនត្រឹមត្រូវទុកត្រាំត្រែងពេកគឺនឹងវាហួសពេលធ្វើឲ្យអ្នកជំងឺវិវត្តទៅធ្ងន់និងអាចគ្រោះថ្នាក់ដល់ជីវិតអញ្ចឹងបញ្ជាក់ឡើងវិញសញ្ញាគ្រោះថ្នាក់របស់ជំងឺគ្រុនឈាមមានថាសភាពទូទៅរបស់អ្នកជំងឺប្រែប្រួលខ្លាំងរងាមសន្លំ
រវើរវាយបាត់បង់ស្មារតីជួនមានជុះមកលាមកឈាមឬក៏ក្រមៅក្អួតមកមានឈាមចុកពោះខ្លាំងប៉ោងតឹងពោះហត់ថប់ពិបាកដកដង្ហើមជាដើមព្រោះសញ្ញាទាំងអស់នេះបញ្ជាក់ថាមានការហូរឈាមមានទឹកដក់នៅក្នុងស្រោមសួតឬក៏ទឹកដក់នៅក្នុងស្រោមពោះនិងមុខងារថ្លើមអាចចុះខ្សោយខ្លាំងចឹងអ្វីដែលលោកអ្នកគួរតែយល់ដឹងនោះថាជំងឺគ្រុនឈាមគឺមិនមានការព្យាបាលជាក់លាក់ណាមួយទេគឺការព្យាបាលជាការព្យាបាលបែបសាំងតូម៉ាទិកតាមរោគសញ្ញាដែលស្ដែងចេញហើយជៀសវាងការផ្ដល់ថ្នាំប្រភេទពពួក Ibuprofen ឬក៏ Aspirin ជាដើមជំងឺគ្រុនឈាមគឺមានកម្រិតកម្រិតស្រាលរហូតដល់កម្រិតធ្ងន់សម្រាប់កម្រិតស្រាលយើងអាចព្យាបាលដោយគ្រាន់តែផ្ដល់ជាតិទឹកឲ្យបានគ្រប់គ្រាន់អាហារបានគ្រប់គ្រាន់និងផ្ដល់ថ្នាំបញ្ចុះកម្ដៅប្រភេទ Paracetamol ទៅតាមកម្រិតដូសត្រឹមត្រូវបើសិនជាគ្រុនឈាមកម្រិតធ្ងន់គឺទាមទារការព្យាបាលបែបសង្គ្រោះបន្ទាន់ឬក៏អាចត្រូវការបញ្ចូលឈាមដោយការថែទាំឲ្យបានដិតដល់ដោយក្រុមគ្រូពេទ្យជំនាញហើយតកតទៅនឹងវិធីបង្ការទី1គឺបង្ការសត្វមូសខាំដោយស្លៀកពាក់ឲ្យបានជិតល្អសម្អាតអនាម័យនៅក្នុងផ្ទះនៅកន្លែងធ្វើការឬក៏បរិស្ថានជុំវិញជាដើមសម្រាប់នៅក្នុងមុងឲ្យបានត្រឹមត្រូវហើយករណីដែលមានសញ្ញាសង្ស័យគួរទៅជួបជាមួយនឹងគ្រូពេទ្យដើម្បីឲ្យពិនិត្យនិងវាយតម្លៃឲ្យបានត្រឹមត្រូវហើយនាពេលបច្ចុប្បន្នយើងមានវ៉ាក់សាំងសម្រាប់ចាក់ការពារបើសិនជាលោកអ្នកត្រូវការវ៉ាក់សាំងអាចមកបណ្ដាមន្ទីរពេទ្យឬក៏ clinic នានាដែលគាត់មានវ៉ាក់សាំងអាចផ្ដល់ជូនបាទសូមអរគុណ